អង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា LHCO បានទទួលការគាំទ្រពីមូលនិធិចេឡាដែលមានមូលដ្ឋាននៅប្រទេសជប៉ុនក្នុងការអនុវត្តគម្រោងសាងសង់អគារសិក្សាថ្មីមួយខ្នងដែលមាន6បន្ទុកនិងមានកន្លែងសម្អាតដៃក៏ដូចជាមានបង្គន់អនាម័យដើម្បីបម្រើដល់ផលប្រយោជន៍របស់កុមារនៅក្នុងសាលាបឋមសិក្សាគោលទទឹងគម្រោងនេះទទួលបានហិរញ្ញប្បទានពីរាជរដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុននៅកម្ពុជាយើងទាំងអស់គ្នាមានក្តីសង្ឃឹមរួមគ្នាថាសាលាមត្តេយ្យនេះនឹងផ្ដល់ជាប្រយោជន៍រួមទៅដល់សហគមន៍ក៏ដូចជាកុមារនៅក្នុងសាលាបឋមសិក្សាគោលទទឹងនឹងបានជាប្រយោជន៍ដើម្បីជាការលើកកម្ពស់ធនធានមនុស្សចាក់ផុតពីភាពក្រីក្រនិងបំពេញនៅសក្តានុពលពេញលេញរបស់កុមារ Today we celebrate the completion of the Totoeng Primary School in the state of Prasad. This is a wonderful project that will provide education to over 450 children. This project was possible because we worked together and received a grant from the Japanese government, close to $100,000. But in addition to that, this project was possible because of the strong partnership that exists between the Jella Foundation and LHCO here in Cambodia. Our organizations, both Jella and LHCO, have a common mission. Our common mission is to provide quality education to children in need. And this is a great example of how two organizations can work together to help children. 私たちは日本の財団法人JELAです。私たちは日本のルーテル教会をもとにできた団体で、世界の助けを必要とする人々にキリストの愛をもってお仕えする、それをミッションとする団体です。そして実際の働き場所としてカンボジアを選び、そしてカンボジアの子どもたちのために働くことにしたのは、このカンボジアにあるルーセラン・ホープ・オーガニゼーション・カンボディアと共同のパートナーとして働く環境が与えられたからです。一緒になってこの小学校を建設し、さらに同じ敷地に幼稚園も作ることができたこと、本当に私も嬉しく誇らしく思います。នេះខ្ញុំពិតជាមានសេចក្តីរីករាយខ្លាំងណាស់ដែលបានទទួលនៅអគារចំនួន1ខ្នងដែលមានចំនួន6បន្ទប់និងបង្គន់អនាម័យចំនួន1ខ្នងកន្លែងលាងដៃចំនួន1កន្លែងពីប្រជាជនជប៉ុនតាមរយៈអង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជានៅពេលដែលទទួលបានអគារសិក្សាថ្មីគឺគាត់ចង់មករៀនឲ្យសាលានៅពេលដែលបានអគារថ្មីគឺតាក់ទាញសិស្សមករៀនច្រើនអត្រានៃការចុះឈ្មោះចូលរៀនគឺបានមករៀនច្រើនជាងមុនចាតាមការយល់ឃើញរបស់ខ្ញុំអគារសិក្សាថ្មីដែលបានពីខាងរដ្ឋាភិបាលនិងប្រជាជនជប៉ុននិងតាមរយៈអង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជានេះខ្ញុំឃើញថាវាមានសារៈសំខាន់ខ្លាំងសម្រាប់ប្រជាពលរដ្ឋក៏ដូចជាកូនចៅបច្ចុប្បន្នហើយនិងកូនចៅជំនាន់ក្រោយវាជាថ្នាលបណ្ដុះវិជ្ជាជីវៈសម្រាប់ពួកគាត់បានយល់ដឹងហើយវាមានសារៈសំខាន់ណាស់សម្រាប់យុវជនជាទំពាំងស្នងរុស្សីខ្ញុំមានចំណាប់អារម្មណ៍ចង់មករៀនហើយមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានសាលាថ្មីព្រោះសាលាថ្មីធ្វើឲ្យក្មេងៗឬធំៗអីចង់មករៀនព្រោះសាលាថ្មីដោយការខិតខំរៀនសូត្រនៅផ្ទះនិងរៀនសូត្រនៅសាលារៀនចាខ្ញុំមានចំណាប់អារម្មណ៍ថាសាលាពេលដែលខ្ញុំបានសាលារៀនថ្មីហ្នឹងគឺធ្វើឲ្យមានកុមារមករៀនច្រើននិងមានការរីកចម្រើនក្នុងការរៀនសូត្រចំពោះខ្លួនខ្ញុំផ្ទាល់គឺខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងព្រោះឲ្យបានរៀនសាលាថ្មីនិងមានសិស្សចូលមកកាន់តែច្រើននិងសិក្សារៀនសូត្របានកាន់តែល្អចាគឺគាត់បានផ្ដល់ឲ្យបន្ទប់ទឹកថ្មីនិងកន្លែងលាងដៃនិងសាលារៀនផងដែរចាជាចុងក្រោយខ្ញុំពិតជាថ្លែងអំណរគុណដល់ប្រជាជនជប៉ុននិងអង្គការជប៉ុនដែលបានផ្ដល់សាលារៀនថ្មីដល់ប្រទេសកម្ពុជានិងកន្លែងលាងដៃបន្ទប់ទឹកជាដើមចាសូមអរគុណ